ជំរាបសួរក៏ដូចជាសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Channel YouTube ខ្ញុំម្ដងទៀតហើយថ្ងៃនេះខ្ញុំមកធ្វើការសម្រាប់សាច់រឿង Anime គឺ Bungo Stray Dogs Episode ទី2 Season ទី1ដោយ Episode ទី1នេះគឺបានដឹងហើយថាតាសៃនឹងក៏បានឲ្យ Atsushi នឹងខ្លាយទៅជា Police អង្កេតដូចគេដែរដោយសារតែគេនឹងមើលឃើញសមត្ថភាពរបស់ Atsushi ចឹងណាតើកុំឲ្យខាតពេលយូរតមកស្ដាប់ការសម្រាប់សាច់រឿងរបស់ខ្ញុំសាច់រឿងមកយើងគឺឃើញថា Atsushi នឹងក៏បានភ្ញាក់ពីដំណេករបស់គេហើយគេក៏បាននឹកសម័យទៅដល់ថ្ងៃមុនដែរពេលនោះនឹងដាសៃក៏បានសួរមកកាន់គេថាគេមានដឹងអំពីការប្រែក្លារបស់ខ្លួនគេដែរឬទេឃើញថាដៃរបស់គេនៅមានគេញ៉ាំសត្វខ្លានៅឡើយពេលនោះហើយទៅពេលគេដឹងថាខ្លួននឹងគឺអាចប្រែក្លាទៅជាសត្វខ្លាបានបន្ទុះក្រោយមកគេក៏បានលើសំឡេងទូរស័ព្ទខលចូលមកហើយអ្នកដែលបានទេមកគេនឹងគឺជាដាសៃដែលឲ្យគេនឹងមកជួបគេជាបន្ទាន់ដាសៃគឺបានប្រាប់ទៅកាន់ Atsushi ថាគេនឹងមានការពឹងពាក់ទៅដល់ Atsushi ហើយមានតែ Atsushi ទេជាអ្នកដែលអាចជួយគេបានមកដល់ Atsushi ក៏បានឃើញថាដាសៃនឹងកំពុងតែជាប់នៅក្នុងធុងមួយដែលមើលទៅមានប្រឡាក់សុទ្ធតែប្រេងតែម្ដងដោយសារតែថាដាសៃនឹងគឺគេកំពុងតែចង់សាកល្បងសម្រាប់ខ្លួនឯងប៉ុន្តែការជាប់នៅក្នុងធុងនឹងធ្វើឲ្យគេបាត់ខ្លួនជាពាក់កណ្ដាលហើយគេនឹងគឺមិនចូលចិត្តនៅក្នុងការទ្រាំនឹងការឈឺនោះទេដូចនេះហើយគេក៏បានខកទៅកាន់ Atsushi ឲ្យមកជួយគេតែម្ដងមក Atsushi ក៏បានធាក់ធុងនឹងជួយដាសៃទៅពីជួយបានហើយពួកគេនឹងក៏បានអង្គុយនិយាយចូលឡើង Atsushi ក៏បានសួរទៅកាន់ដាសៃថាខ្ញុំសូមអង្កេតប្រដាប់អាវុធទាំងអស់គ្នានឹងគឺមានអំណោយពីធម្មជាតិទាំងអស់មែនដែរឬទេដាសៃក៏បានឆ្លើយថាពិតមែនហើយដោយដឹងថាពួកគេនឹងគឺមានសមត្ថភាពខ្លាំងបែបនេះហើយ Atsushi នឹងក៏បាក់ទឹកចិត្តគេនឹងក៏បានគិតថាគេនឹងគ្មានវាសនាចូលទៅក្រុមហ៊ុនសូមអង្កេតនោះបានឡើយតែគេនឹងមិនអាចគ្រប់គ្រងនៅ ability របស់ខ្លួនឯងបានហើយពេលនោះដាសៃក៏បានសួរទៅកាន់ Atsushi ថាគេនឹងធ្វើយ៉ាងម៉េចនៅថ្ងៃអនាគតរបស់គេនឹងហើយ Atsushi នឹងក៏បានឆ្លើយទៅកាន់ដាសៃវិញថាគេនឹងរកការងារធ្វើណាដែលគេនឹងអាចគ្រប់គ្រងបានហើយដាសៃក៏បានស្ម័គ្រចិត្តនៅក្នុងការស្វែងរកការងារនឹងទៅឲ្យ Atsushi មកដល់ពេលដែលពួកគេនឹងកំពុងតែធ្វើដំណើរទៅកាន់កន្លែងដែលរកការងារនឹងដាសៃក៏បាននិយាយជាមួយ Atsushi ថាគេនឹងជួបមនុស្សម្នាក់ដែលអាចណែនាំអំពីការនឹងទៅដល់គេដាសៃក៏បាននិយាយបន្តថាការងារនឹងគេនឹងត្រូវធ្វើតែដើម្បីចូលធ្វើការមើលទៅ Atsushi នឹងមើលទៅជាភ័យដាសៃក៏បានសួរទៅកាន់ Atsushi ថាគេនឹងចេះអាននិងចេះសរសេរដែរឬទេហើយ Atsushi ក៏បានឆ្លើយថាគេនឹងចេះអាននិងចេះសរសេរធម្មតាទេដាសៃក៏និយាយថាចឹង Atsushi នឹងមិនអីទេភ្លាមនោះគូនីគីដាក៏បានលេចមកភ្លាមហើយក៏បានស្រែកទៅកាន់ដាសៃថាអាម៉ាស៊ីនបងរងគេនឹងខំរកដាសៃយ៉ាងយូរមកហើយមកដល់ភ្លាមគូនីគីដានិងដាសៃនឹងក៏ចាប់ផ្ដើមជួបប្រកែកគ្នាដូចមុនទៀតហើយសារពេលនិយាយជាមួយនឹង Atsushi នឹងគេថាខ្លួនគេនឹងគឺជាមនុស្សតែម្នាក់ដែលក្រុមហ៊ុននឹងរំពឹងលើគេខ្លាំងណាស់ពេលនោះគូនីគីដាលឺហើយគេក៏បាននិយាយដាក់ដាសៃវិញថាដាសៃនឹងមិនមែនជាមនុស្សដែលក្រុមហ៊ុននឹងទុកចិត្តខ្លាំងជាមនុស្សតែម្នាក់គាត់ដែលក្រុមហ៊ុនត្រូវការនីគីតានឹងក៏បន្ថែមទៀតថាដាសៃនឹងហើយគឺជាមនុស្សតែម្នាក់ដែលត្រូវបានគេនឹងជេរហើយរអ៊ូមកដាក់រហូតនឹងប៉ុន្តែដាសៃក៏បានប្រកែកហើយគូនីគីដាក៏បានលើកសៀវភៅរបស់គេនឹងមកទៀតហើយក៏បានធ្វើត្រាប់តាមសៀវភៅនោះហើយសេហាបុគ្គលិកក្រុមហ៊ុនរបស់អ្នកគឺបានជាប់នៅក្នុងសំណាញ់ត្រីចិត្តច្រាំងនេះអ្នកនឹងអាចមកជួយរំដោះគេបានអត់នៅខែកញ្ញាមានមនុស្សឈួតម្នាក់ទៀតហើយដែលកប់ខ្លួនឯងនៅក្នុងចំការខ្ញុំតើគេជាមនុស្សរបស់អ្នកដែរមែនអត់ការខលចូលមកនៅខែតែមួយបងថ្លៃចំពាក់ផងបានអត់ប្រាក់តាំង6ខែណាហើយនោះដាសៃនឹងគឺធន់ជាមួយគូនីគីដាខ្លាំងណាស់ហេតុអីនឹងបានជាគូនីគីដានឹងប្រកែកត្រាប់តាមមនុស្សម្លេះហើយអ្នកទាំងពីរនឹងក៏នៅតែល្អូប្រកែកគ្នាទៀតហើយ Atsushi ក្រោយពីឃើញដូចនេះហើយគេក៏បាននឹកខ្លួនឯងថាតើការពឹងដាសៃឲ្យជួយរកការងារឲ្យគេនឹងគឺជាគំនិតដ៏ល្អទេមកគូនីគីដាក៏បាននិយាយរឿងសាច់ការមកវិញគេនឹងគឺត្រូវប្រញាប់ទៅក្រុមហ៊ុនវិញដោយសារតែមានមនុស្សម្នាក់នឹងក៏បានបង្កប់គ្រាប់បែកហើយក៏បានចាប់ចំណាប់ខ្មាំងនៅក្នុង office របស់ពួកគេផងដែរកាត់មកដល់ office របស់ពួកគេវិញយើងគឺឃើញមានបរិសុទ្ធក្រហមម្នាក់ដែលកំពុងតែកាន់តេឡេបន្ទុកគ្រាប់បែកនោះគេក៏បានស្រែកឲ្យ president របស់ពួកគេនឹងចេញមកផងដែរហើយគេក៏មានចំណាប់ខ្មាំងម្នាក់នៅក្រោមជើងគេផងដែរគ្រប់គ្នាមកទៅដូចជាមិនសូវភ័យណាស់ទេភ័យតែ Atsushi ម្នាក់នឹង Atsushi ដោយឃើញបែបនេះហើយគេក៏បានយកលេសថាគេនឹងមិនអាចជួយអ្វីដល់ពួកគេបានទេហើយចង់ត្រឡប់ទៅវិញហើយដាសៃជាមួយនឹងគូនីគីដាមិនខ្វល់ហើយដាសៃក៏បាននិយាយថាដោយសារតែគ្រាប់បែកនឹងវាអាចផ្ទុះដែលធ្វើឲ្យខ្ទេចអាគារមួយទាំងមូលតែម្ដងហើយពួកគេគឺគួរតែរកអ្វីមកខ្ទប់កុំឲ្យតែវាបញ្ចេញឥទ្ធិពលខ្លាំងពេកតែដែលមើលទៅតាមកលៈទេសៈនឹងគឺពួកគេនឹងពិបាកធ្វើការណាស់
ពេលនោះអាត់ស៊ូស៊ីក៏បានសួរទៅកាន់ដាសៃថាម្នាក់ស្រីហ្នឹងគឺជានរណាសៃក៏បាននិយាយថានាងហ្នឹងគឺគ្រាន់តែជាអ្នកធ្វើការ part time តែប៉ុណ្ណោះក៏ពីនឹងមកគុនីគីដាជាមួយនឹងដាសៃក៏បាននិយាយគ្នាថាពួកគេហ្នឹងមិនឲ្យជនល្មើសនឹងជួប president បានទេជាសំណាងណាស់ដែល president របស់គេហ្នឹងគឺបានទៅ business trip បាត់ហើយពេលនោះអាត់ស៊ូស៊ីហ្នឹងគឺស្មានតែគុនីគីដាជាមួយនឹងដាសៃហ្នឹងរកបញ្ចេញសមត្ថភាពរបស់គេប៉ុន្តែពួកគេហ្នឹងកំពុងតែប៉ាស៊ីងសងសោះហើយដោយថាអ្នកដែលចាញ់ហ្នឹងគឺត្រូវទៅបង្ក្រាបជនល្មើសពេលនោះគុនីគីដាហ្នឹងក៏បានចាញ់ហើយគេត្រូវទៅទល់មុខជាមួយនឹងជនល្មើសតែដោយសារតែជនល្មើសហ្នឹងគឺបានស្គាល់គេថាជាគុនីគីដាហើយគេដឹងថាគុនីគីដាហ្នឹងគឺមាន ability ដែលធ្វើឲ្យជនល្មើសហ្នឹងបញ្ជាឲ្យគុនីគីដាហ្នឹងធ្វើតាមសម្ដីរបស់គេហើយឲ្យអង្គុយជាជើង4នោះដូចជាសាច់ឆ្មាអញ្ចឹងហើយនៅនោះដាសៃក៏បាននិយាយថាដោយសារតែគំនុំគំគួនរបស់បុរសហ្នឹងគឺបានធ្វើការស្រាវជ្រាវអំពីក្រុមការងាររបស់គេរួចស្រេចហើយអញ្ចឹងប្រសិនបើដាសៃចេញទៅដោយខ្លួនឯងហ្នឹងគេនឹងធ្វើឲ្យជនល្មើសហ្នឹងដឹងថែមទៀតមិនខានពេលនោះគេក៏បានសម្លឹងទៅកាន់អាត់ស៊ូស៊ីដោយសារតែអាត់ស៊ូស៊ីហ្នឹងគឺជាមនុស្សតែម្នាក់ដែលជនល្មើសហ្នឹងមិនទាន់ស្គាល់ពងហ្នឹងអាត់ស៊ូស៊ីហ្នឹងប្រកែកខ្លាំងណាស់ថាគេនឹងមិនអាចជួយអ្វីបានទេហើយដោយសារតែដាសៃនឹងគឺថាគេគ្រាន់តែបង្វែរដានប្រមាណនាទីតែប៉ុណ្ណោះក្រៅពីនឹងទុកឲ្យដាសៃជាមួយនឹងគ្នាគីដាជាអ្នកដោះស្រាយអាស៊ូស៊ីនឹងក៏ព្រមចូលទៅដោយបន្លំខ្លួនធ្វើជាអ្នកកាសែតទៅដល់ភ្លាមនឹងគេក៏បាននិយាយទាំងភ័យខ្លាចថាគេគឺជាបរិបម្នាក់ដែលយកកាសែតតែប៉ុណ្ណោះក៏បានបន្តទៀតថាទោះបីជាស្អប់មនុស្សនៅក្នុងក្រុមហ៊ុននេះយ៉ាងណាក៏មិនគួរចាប់ចំណាប់ខ្មាស់ដែរហើយគេនឹងក៏គួរតែមានហេតុផលនៅក្នុងការរស់នៅផងដែរជនល្មើសនឹងក៏បានសួរថាហេតុផលអ្វីពេលនោះអាស៊ូស៊ីនឹងភ័យខ្លាំងណាស់គេក៏បានឆ្លើយទាំងទៅទៅដប់ថាតែនៅក្នុងបាយពួកគេនឹងគឺអាចញ៉ាំបាយជាមួយនឹងតែបានតើពួកគេនឹងគឺអាចដេកដោយមានដំបូលនៅក្រៅពីលើផងដែរពីដេកមកគឺជាថ្ងៃថ្មីហើយរត់ព្រឹកនឹងគឺជាថ្ងៃថ្មីមួយទៀតហើយតែប្រសិនបើគេបន្ទោសស្លាប់នោះគេនឹងមិនអាចមកឃើញថ្ងៃថ្មីបានទេគេក៏បន្ថែមថាតែស្លាប់ហើយគឺស្លាប់ហើយពេលនោះអាត់ស៊ូស៊ីគឺនៅតែនិយាយតប៉ែនៅនងនិយាយច្រើនពេកគេក៏បានខិតចូលទៅដល់កន្លែងជនល្មើសនឹងដោយមិនដឹងខ្លួនគូនីគីដាក៏បានប្រើសមត្ថភាព ability របស់គេនឹងទាញយកតេឡេនោះមកបានប៉ុន្តែគូនីគីដានឹងមិនព្រមធ្វើអីទៀតទេហើយនៅតែឆ្លុះគ្នាជាមួយនឹងដាសៃនឹងហើយឲ្យជនល្មើសនឹងគឺចុចគ្រាប់បែកនោះនៅសល់តែ30វិនាទីនឹងហើយគ្រាប់បែកនឹងផ្ទុះពេលនោះអាស៊ូស៊ីនឹងក៏បាននឹកឃើញទៅដល់សម្ដីដាសៃថាពួកគេគឺត្រូវតែខ្ទប់នៅគ្រាប់បែកនឹងកុំឲ្យទៅវានឹងមានអតិពលខ្លាំងពេកនឹកឃើញដូចនោះហើយគេក៏បានរុញឲ្យចំណាប់ខ្មាស់នឹងទៅមកខាងគេក៏បានអោបគ្រាប់បែកនោះហើយដោយគិតថាគ្រាប់បែកនឹងផ្ទុះហើយគ្រាប់បែកនឹងវាមិនផ្ទុះទេហើយយើងក៏ទៅដឹងថារឿងទាំងអស់ហ្នឹងគ្រាន់តែជាការធ្វើតេស្តរបស់ដាសៃតែប៉ុណ្ណោះធ្វើតេស្តទៅកាន់អាស៊ូស៊ីគេគឺបានរៀបចំគម្រោងជាមួយនឹងក្រុមការងារនឹងហើយបរិបទដែលមានសក់ក្រហមនឹងក៏ជាភ្នាក់ងារស៊ើបអង្កេតផងដែរហើយគេនឹងគឺមានឈ្មោះថា Tanisaki Junichiro ហើយគេនឹងគឺមាន ability មានឈ្មោះថា Light Snow ពួកចំណាប់ខ្មាំងនោះវិញគេនឹងគឺជាប្អូនស្រីរបស់គេហើយនឹងមានឈ្មោះថា Tanisaki Naomi ហើយបងប្អូនគេនឹងមើលទៅមិនទេណោះពេលនោះហើយទើបតែអាត់ស៊ូស៊ីនឹងដឹងគ្រប់យ៉ាងថាអ្វីៗទាំងអស់ហ្នឹងគឺគ្រាន់តែជាការធ្វើតេស្តទេហើយពេលដែលកំពុងនិយាយនោះយើងក៏ឃើញថា president នឹងក៏បានចេញមកដែរគាត់គឺមានឈ្មោះថា Fukusawa Yukichi president នឹងគឺគាត់មាន ability មានឈ្មោះថា all men are created equal មានន័យថាបរិបទទាំងអស់បង្កើតឡើងមកគឺមានសិទ្ធិស្មើគ្នាគាត់គឺជា president របស់ក្រុមហ៊ុនស៊ើបអង្កេតប្រដាប់អាវុធឯកជនមួយនេះដោយសារតែថាដាសៃនឹងគឺបានណែនាំឲ្យក្មេងប្រុសម្នាក់នឹងមកចូលរួមធ្វើការជាមួយនឹងក្រុមពួកគេតែ president នឹងណែនាំឲ្យដាសៃនឹងធ្វើតេស្តទៅកាន់ក្មេងប្រុសម្នាក់នោះដោយសារតែក្រុមការងារនឹងគឺមានអ្នកខ្លះយល់ព្រមអ្នកខ្លះគឺជំទាស់មិនឲ្យក្មេងប្រុសនឹងចូលមកធ្វើការជាមួយពួកគេនោះទេហើយនៅពេលដែលបញ្ចប់ការធ្វើតេស្តនឹង president ក៏បានឲ្យដាសៃជាអ្នកសម្រេចចិត្តថាគួររើសយកអាត់ស៊ូស៊ីនឹងចូលមកធ្វើការជាមួយពួកគេដែរឬទេហើយយើងគឺបានដឹងហើយថាអាត់ស៊ូស៊ីនឹងក៏ត្រូវបានជាប់នៅក្នុងការធ្វើតេស្តមួយនេះដោយសារតែដាសៃនឹងគឺបានឃើញនៅសមត្ថភាពរបស់គេនឹងហើយអេពីសូតទី2របស់យើងនឹងក៏ត្រូវបានបញ្ចប់អរគុណអ្នកនរគ្នាដែលបានស្ដាប់នៅការសម្រាយសាច់រឿងមួយនេះប្រសិនបើអ្នកនរគ្នាចូលចិត្តនៅក្នុងការសម្រាយសាច់រឿងរបស់ admin សូមកុំភ្លេចចុច like subscribe ហើយកុំភ្លេចចុចសញ្ញាកណ្ដឹងផងណាអ្នកនរគ្នាសូមអរគុណ